សួស្តីបងប្អូនអរគ្នាស្វាគមន៍សារជាថ្មីចូលមកកាន់ Channel YouTube Startup សារជាថ្មីម្ដងទៀតថ្ងៃនេះដែរខ្ញុំចង់និយាយតាក់ទងជាមួយនឹងបងប្អូនអ្នកថ្មីដែលចង់ធ្វើ YouTube ប៉ុន្តែគាត់នៅមានភាពស្ទាក់ស្ទើរដោយគាត់មានហេតុផលថាគាត់ខ្វះឧបករណ៍ទំនើបល្អផ្សេងអញ្ចឹងទៅណាបងប្អូនខ្លះគាត់ចង់បានកុំព្យូទ័រចង់បានមីក្រូហ្វូនឬក៏ចង់បានកាមេរ៉ានិងសម្ភារៈមួយចំនួនទៀតញចំគាត់មើលទៅអ្នកដែលធ្វើវីដេអូផ្សេងអញ្ចឹងគាត់មានឧបករណ៍ទំនើបជាច្រើនដល់ពេលអញ្ចឹងធ្វើឲ្យគាត់មានការប្រៀបធៀបមកខ្លួនឯងថាគាត់អត់មានគ្រឿងទាំងអស់ហ្នឹងអញ្ចឹងគាត់អត់អាចធ្វើវីដេអូបានទេដរាបណាគាត់អត់មានទាំងអស់ហ្នឹងហើយបងប្អូនគិតមើលអញ្ចឹងបើសិនជាបងប្អូនមានអារម្មណ៍បែបហ្នឹងបងប្អូនអាចស្ដាប់វីដេអូហ្នឹងឲ្យបានចប់គេលោកបានថាវាមានជាដំណោះស្រាយសម្រាប់បងប្អូនខ្លះអញ្ចឹងណាដោយសារតែខ្ញុំក៏ធ្លាប់ជាមនុស្សដែលធ្លាប់រំពឹងថាតើតើមានឧបករណ៍ទំនើបត្រូវការកុំព្យូទ័រមានកុំព្យូទ័រហើយចង់បានកុំព្យូទ័រខ្លាំងជាងនឹងចង់បានមីក្រូហ្វូនល្អជាងនឹងចង់បានsound card ចង់បានកាសចង់បាននេះចំតាំងពីកៅអីតាំងពីអីណាដូចថាវែងឆ្ងាយដូចថាមានមិនគ្រប់ចេះតែចង់បាននេះចេះចង់បាននោះប៉ុន្តែនៅពេលដែលជាក់ស្ដែងមានរបស់ទាំងអស់ហ្នឹងមកស្រាប់តែអត់ដឹងថាត្រូវបង្កើតវីដេអូអីពេលដំបូងឡើយថាមានបង្កើតវីដេអូអត់បានដោយសារតែអត់មានសម្ភារៈទាំងអស់ហ្នឹងតែដល់ពេលជាក់ស្ដែងពេលមួយនោះដែលខ្ញុំមានសម្ភារៈទាំងអស់ហ្នឹងគ្រប់ប៉ុន្តែខ្ញុំអត់ដឹងថាខ្ញុំត្រូវបង្កើតវីដេអូអីអញ្ចឹងនេះគឺជាកំហុសឆ្គងមួយធំមែនទែនធ្វើឲ្យយើងខាតពេលវេលាធ្វើឲ្យយើងដូចថាបញ្ជាពេលដែលបើសិនជាយើងធ្វើជារឿយមកអាចនឹងបានវីដេអូមួយចំនួនហើយតែមិនមែនមានតែខ្ញុំទេតែខ្ញុំគិតមើលទៅគឺថាមានបងប្អូនច្រើនដែលជួបប្រទះនៅរឿងហ្នឹងអញ្ចឹងឯនេះដែរបងប្អូនដែលជួបហើយនឹងក៏វាជាបទពិសោធន៍ខ្លះដែរសម្រាប់ខ្ញុំផ្ទាល់អញ្ចឹងយើងស្ដាប់ទាំងអស់គ្នាមើលថាតើមានដំណោះស្រាយអីបើសិនជាបងប្អូនអត់ទាន់បានចាប់ផ្ដើមពីព្រោះវាជាផ្លូវចាស់របស់ខ្ញុំដែរហើយក៏អាចថាបងប្អូនផ្សេងគាត់ធ្លាប់ដូចខ្ញុំចឹងដែរហើយគាត់ក៏មិនបានបន្តធ្វើរហូតដល់ថ្ងៃហ្នឹងចឹងគាត់នៅសល់ឧបករណ៍ដូចជាកុំព្យូទ័រlaptop ឬក៏កាមេរ៉ាអីផ្សេងចឹងណាអញ្ចឹងគឺគាត់ទុកចោលដែលការដែលចំណាយដំបូងនោះក៏មិនថោកដែរដូចយើងដឹងឯថារបស់ទាំងអស់ហ្នឹងមិនមែនជារបស់ដែលថោកទេកុំព្យូទ័រមីក្រូហ្វូនកាមេរ៉ាសិតតតម្លៃថ្លៃអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនគិតពិចារណាមួយខ្ញុំមើលថាបើសិនជាយើងមានរបស់ល្អហើយប៉ុន្តែយើងអត់មានគំនិតក្នុងការធ្វើវីដេអូទីបំផុតវីដេអូក៏អត់បានកាត់ឡើងដែរបងប្អូនគឺអត់បានកាត់ឡើងទេប៉ុន្តែបើសិនជាយើងមានទូរស័ព្ទកាចាស់មួយគឺទូរស័ព្ទកាចាស់ប៉ុន្តែយើងមានគំនិតក្នុងការបង្កើតវីដេអូបងប្អូនក៏អាចឆ្លើយបានដែរបងប្អូនក៏អាចគិតឃើញដែរថាវានឹងបង្កើតវីដេអូបានទោះបីគុណភាពវាមិនល្អឥតខ្ចោះដោយកាមេរ៉ាថ្លៃសំឡេងរបស់វាមិនល្អដូចជាមីក្រូហ្វូនដែលគេមានតម្លៃ200-300ឬក៏លើសពីនឹងអីចឹងណាហើយគុណភាពនឹងបានត្រឹមតែឧទាហរណ៍ថា18ទៅចុះប៉ុន្តែវីដេអូគឺវាបានកាត់ឡើងហើយអញ្ចឹងវីដេអូបានកាត់ឡើងហើយវាប្រសើរជាងយើងដេកចាំបានសម្ភារៈគ្រប់ពេលវេលាមុនខ្ញុំគិតថាតើតែខ្ញុំមាននេះមាននោះបានខ្ញុំដាក់ចិត្តបង្កើតធ្វើវីដេអូប៉ុន្តែនៅពេលដែលខ្ញុំមានកុំព្យូទ័រនៅពេលដែលខ្ញុំមានមីក្រូហ្វូនការពិតគឺខ្ញុំអត់អាចបង្កើតវីដេអូបានដោយសារតែភាពភ័យខ្លាចរបស់ខ្ញុំភាពភ័យខ្លាចទៅលើការគិតរបស់អ្នកដទៃមកលើខ្លួនខ្ញុំផ្ទាល់អញ្ចឹងដល់ពេលអញ្ចឹងទៅវីដេអូអាចកាត់ឡើងបានហើយរវល់តែខ្លាចអ្នកជិតខាងថានេះរវល់តែខ្លាចអ្នកជិតខាងថាអញ្ចេះចោះអីអញ្ចឹងទៅ
អៀនខ្មាស់គេថាដូចថាវាពីមុនមកវាមិនទូលំទូលាយប្រហែលទេខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំចាប់ផ្ដើមជាមួយនឹង YouTube ដំបូងមកហ្នឹងគឺថាខ្ញុំគិតថា2013ទៅចុះប៉ុន្តែអាចនឹងមុននឹងបន្តិចដែលខ្ញុំមិនចាំច្បាស់ណាអញ្ចឹងខ្ញុំថា2013មកចុះប៉ុន្តែមករហូតដល់ថ្ងៃហ្នឹងខ្ញុំមិនទាន់បានជាអ្នកទទួលបានប្រាក់ចំណូលពី YouTube ច្រើនអីទេយូរបានម្ដងទេឲ្យសប្តាហ៍ថ្ងៃហ្នឹងខ្ញុំក៏នៅធ្វើការស៊ីប្រាក់ខែដូចគ្នាដែរបងប្អូនដោយហេតុមិនមែនថារកលុយហើយ YouTube មិនឲ្យលុយទេជាក់ស្ដែងគឺវាមានរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនដែលបានកើតឡើងអញ្ចឹងណាដូចជាកត្តាសុខភាពដូចជាវាមានរឿងផ្សេងច្រើននៅក្នុងជីវិតផ្ទាល់ខ្លួនអញ្ចឹងខ្ញុំប្រហែលជាមិននិយាយនៅក្នុងវីដេអូហ្នឹងទេគ្រាន់តែចង់ប្រាប់បងប្អូនថាការដែលខ្ញុំបានលុយតិចហ្នឹងដោយសារតែខ្ញុំមិនបានធ្វើវីដេអូហ្នឹងជាទៀងទាត់ប៉ុន្តែសួរថាខ្ញុំមិនជឿជាក់ទៅលើ YouTube ថាឲ្យលុយគឺអត់ទេគឺខ្ញុំនៅតែដឹងថាសប្តាហ៍ថ្ងៃហ្នឹងខ្ញុំធ្វើអីមិនបានលុយមិនបានអីហ្នឹងគឺដោយសារតែខ្ញុំខ្លួនឯងទេដោយសារតែខ្ញុំខ្លួនឯងតាដែលអត់បានធ្វើវីដេអូជាក់ស្ដែងនេះបងប្អូនមើលនៅក្នុង channel ហ្នឹងចុះបង្កើតឡើងយូរមែនតើប្រហែលជា5-6 ឆ្នាំហើយប៉ុន្តែវីដេអូមួយចំនួនខ្ញុំដាក់ជាដូចថា private មើលតែបានខ្ញុំអញ្ចឹងណាហើយខ្ញុំទុកតែប្រហែលវីដេអូនឹងតែប៉ុណ្្នឹងទេហើយឥឡូវនេះជាការវិលត្រឡប់ចាប់ផ្ដើមមកវិញក៏ខ្ញុំមិនដឹងថាខ្ញុំធ្វើអត់ប្រហែលដែរតែគោលបំណងក្នុងការធ្វើ channel នេះគឺមិនមែនជាការដែលធ្វើដើម្បីដូចថាសម្លឹងមើលទៅឃើញបានលុយបានអីនោះទេខ្ញុំមាន channel ផ្សេងមកកកោកទៀតដែល channel ខ្លះក៏រកលុយបានហើយ channel ខ្លះក៏មិនទាន់រកលុយហើយ channel ខ្លះក៏ដូចថាខ្ញុំអត់បានលុយលវលដូចថាអត់មានពេលជាមួយនឹងវាច្រើនអញ្ចឹងណាអូខេវិលត្រឡប់មកវិញថានៅពេលដែលអត់មានសម្ភារៈដូចថាយើងមានទូរស័ព្ទមួយគឺយើងអាចបង្កើតវីដេអូមួយបានដែរដរាបណាយើងនៅតែមានគំនិតបើសិនយើងមានទូរស័ព្ទត្រឹមតែតម្លៃ$100ដែលយើងអាចថតសម្លេងបានថតវីដេអូបានក៏យើងនៅតែមានវីដេអូចេញជាបន្តបន្ទាប់ប៉ុន្តែបើសិនជាយើងដេកចាំនៅមានសម្ភារៈគ្រប់គឺថាអត់ដឹងប៉ុន្មានឆ្នាំទេបងប្អូនឥឡូវកុំថាប៉ុន្មានឆ្នាំមានសម្ភារៈគ្រប់ហើយវាភាសាមួយថាកាំងគំនិតអត់ដឹងបង្កើតវីដេអូអីគេដំបូងឡើយថាអត់មានអញ្ចឹងដាក់បន្ទុកដាក់បញ្ហាទៅថាអត់មានសម្ភារៈប៉ុន្តែនៅពេលដែលមានសម្ភារៈដូចថាអត់ដឹងថាត្រូវបង្កើតវីដេអូអីអាហ្នឹងជាបញ្ហាខ្លាំងមែនទែនបងប្អូនអញ្ចឹងដើម្បីកុំឲ្យខាតលុយខាតកាក់ក្នុងការទិញសម្ភារៈថ្លៃខាតលុយហើយឧទាហរណ៍យកមកអត់ប្រើអីចឹងណាឬក៏ខាតពេលវេលាក្នុងការចាំចង់ឲ្យបងប្អូនបង្កើតសាកល្បងបង្កើតនៅវីដេអូធម្មតាមិនបាច់គិតថាគុណភាពល្អឥតខ្ចោះអីទេគឺបង្កើតវីដេអូធម្មតាឧទាហរណ៍ថាបងប្អូនមានទូរស័ព្ទត្រឹមតែ$100ឬក្រោម$100ធ្វើតាមនឹងទៅបងប្អូនចាប់ផ្ដើមសាកល្បងយើងកុំថាយើងត្រូវតែធ្វើដើម្បីបានលុយពី YouTube ឥឡូវយើងដាក់ចិត្តយើងថាយើងរៀនយើងចង់សិក្សាយើងតេស្តខ្លួនយើងមើលថាតើយើងបានទៅដល់ធំណាបើសិនយើងដល់ទៅខាងមុខហើយឧទាហរណ៍យើងបង្កើតបាន10វីដេអូ20វីដេអូមើលទៅថាយើងស៊ាំជាមួយនឹងការផលិតហើយអញ្ចឹងបងប្អូនអាចថាសំឡេងដូចពិបាកពេកអាចថាទិញមីក្រូហ្វូនមួយទៅអាហ្នឹងបើយើងមានលទ្ធភាពប៉ុន្តែបើមិនមានទេគឺយើងនៅប្រើទូរស័ព្ទធម្មតាទៅជាក់ស្ដែងនៅកាលពីឆ្នាំ2020គឺពេលហ្នឹងខ្ញុំកុំព្យូទ័រខ្ញុំមានក៏ប៉ុន្តែវាខូចហើយវាចំពេលកូវីដផងអីផងវាពិបាកហើយវាអត់លុយអត់អីផងអញ្ចឹងក៏អត់ធ្វើទៅហើយដល់ពេលអញ្ចឹងខ្ញុំមានទូរស័ព្ទ Huawei មួយហើយទូរស័ព្ទខ្ញុំហ្នឹងស៊េរីចាស់មិនថាស៊េរីចាស់ឯតម្លៃវាអត់ដល់$200ទេកាលពីពេលហ្នឹងដូចថា160 170អីប៉ុណ្ណឹងទេហើយខ្ញុំបង្កើតវីដេអូបាន
រាប់រយវីដេអូបានបង្កើតបានជា channel YouTube បានការរកលុយអីអញ្ចឹងណាអញ្ចឹងគឺខ្ញុំបង្កើតជាមួយនឹងទូរស័ព្ទជាក់ស្ដែងខ្ញុំអត់បានប្រើកុំព្យូទ័រទេដោយសារកុំព្យូទ័រខូចហើយចំពេល COVID ពិបាកទៅរកជាងផងណាមួយយើងអាការងារយើងវាអត់មានថាប្រាក់ខែឬកាហ្នឹងនៅជាប់ការបិទគប់អីអញ្ចឹងដល់ពេលអញ្ចឹងมันអាចបង្កើតវីដេអូបានមានតែទូរស័ព្ទហ្នឹងចេះតែធ្វើជាបន្តទៅតាមតែអាចធ្វើបានតាមការពិតចង់បានគុណភាពល្អចោះដែរប៉ុន្តែជាក់ស្ដែងមានប៉ុណ្ណឹងគឺប្រើប៉ុណ្ណឹងទៅហើយខ្ញុំក៏ធ្វើបន្តមកប៉ុន្តែនៅក្រោយមកបន្ទាប់ពី YouTube បិទលេងឲ្យរលុយមកការហ្នឹងមកខ្ញុំវាមានការពិបាកខ្លាំងមែនទែនការបិទស្រុកខ្មែរដោយសារកាលហ្នឹងខ្ញុំធ្វើវីដេអូរលុយជាមួយស្រុកខ្មែរដល់ពេលអញ្ចឹងពិបាកតែដល់ពេលបច្ចុប្បន្ននេះខ្ញុំមានទាំង channel បរទេសនិងមានទាំង channel ខ្មែរបងប្អូនខ្លះក៏អាចស្គាល់ហើយនិងបងប្អូនខ្លះក៏មិនស្គាល់ដែរអូខេអញ្ចឹងយើងបើសិនយើងបង្កើតមានទូរស័ព្ទមួយឥឡូវចេះបងប្អូនថាបងប្អូនស្ដាប់ខ្ញុំទៅអាចថាវាទៅមុខទៅក្រោយបន្តិចបន្តួចរៀងវែងឆ្ងាយបន្តិចប៉ុន្តែខ្ញុំចង់និយាយប្រាប់ថាវាមិនមែនជាការរៀបចំ script ដើម្បីនិយាយទេគឺខ្ញុំនិយាយឆៅតែហ្មងអញ្ចឹងវាតែងតែអញ្ចឹងហើយបើណាមួយក៏វាជាការវិលត្រឡប់ថ្មីមកវិញដែរអញ្ចឹងបងប្អូនហើយការដែលខ្ញុំថតនេះក៏មិនមែនថាថតវាមានពេលវេលាដែលល្អដែរគឺថាថ្លង់ធំបាសមែនតើមិនដឹងថាបងប្អូនលឺអត់ទេហើយ copyright ក៏យ៉ាងណាក៏ខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំចង់ថតដោយសារថាវាអត់មានពេលដោយសារធំបាសហងៃពេកថាត្រូវថតតាំងសិលមិញប៉ុន្តែដល់ពេលវារងថ្ងៃពេកទៅក៏ខ្ជិលឥឡូវបើថាចាំជាប់ copyright ខ្ញុំគិតតាមក្រោយអូខេអញ្ចឹងបងប្អូនបើគិតថាបង្កើតវីដេអូមួយខ្លួនឯងដែលយើងមានត្រឹមតែទូរស័ព្ទបងប្អូនឧទាហរណ៍ថាបងប្អូនចង់ធ្វើវីដេអូតុក្កតាអញ្ចឹងចាំបាច់ណាគឺត្រូវការកុំព្យូទ័រតែយើងជាក់ស្ដែងយើងមានត្រឹមតែទូរស័ព្ទបង្កើតទូរស័ព្ទសិនទៅបងប្អូនរកមើលថាប្រភេទវីដេអូអីដែលយើងចង់ធ្វើមិនមែនថាយើងចង់ធ្វើតែយើងអាចធ្វើបានហើយយើងចូលចិត្តដែរណាតាមជាក់ស្ដែងនឹងសម្ភារៈដែលយើងមានធ្វើលេងទៅបងប្អូនកុំចាំបាច់មានសម្ភារៈនឹងគ្រប់គ្រាន់ដល់ពេលដែលយើងធ្វើប្រើទៅយើងមានបទពិសោធន៍ជាមួយនឹងវាហើយនឹងមានបទពិសោធន៍ដូចថាវាស៊ាំចិត្តតែយើងមិនស៊ាំខ្លួនយើងជាមួយនឹងអាការធ្វើវីដេអូហ្នឹងដល់ពេលអញ្ចឹងធ្វើឲ្យចិត្តយើងហ្នឹងក៏ហាក់មិនសូវរសាយដែរតែដើម្បីយើងដេកចាំគឺយើងថាមួយឆ្នាំយើងកាលមួយផ្លែតអត់ប្រយោជន៍បាត់អត់បានមកវីដេអូផងហើយសួរថាតើទូរស័ព្ទមួយនឹងអាចបង្កើតប្រភេទវីដេអូឲ្យបានខ្លះបង្កើតបានច្រើនបងប្អូនវាឥឡូវបើយើងនិយាយសូម្បីតែ podcast ដែលខ្ញុំកំពុងតែនិយាយហ្នឹងក៏គឺជាការដែលអត់មានវីដេអូអីទេគឺគ្រាន់តែជាការថតសំឡេងភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកហើយដូចថាយកទៅអាប់ឡូតចូលនៅក្នុង YouTube ហ្នឹងអញ្ចឹងគឺវាមានតែសំឡេងទេដូចគ្នាទូរស័ព្ទក៏យើងអាចធ្វើរឿងនឹងបានប៉ុន្តែវាត្រូវការចាំបាច់ដែលបងប្អូនត្រូវនិយាយពីប្រធានបទអីអញ្ចឹងណាហើយមួយទៀតបើសិនជាយើងអត់ចង់ចេញមុខទេឧទាហរណ៍ថាយើងថតទេសភាពតាមដងផ្លូវឬក៏ការធ្វើដំណើរអីផ្សេងក៏យើងនៅតែអាចយកមកអាប់ឡូតបានដែរអញ្ចឹងក៏វាជាប្រភេទវីដេអូមួយដែរអាហ្នឹងគេថាវីដេអូដែលបើថាការធ្វើដំណើរតាមផ្លូវមើលទេសភាពមើលអីចឹងខ្ញុំឃើញបរទេសធ្វើច្រើនហើយក៏ខ្មែរយើងមួយចំនួនក៏មានធ្វើដែរហើយជាក់ស្ដែងខ្ញុំក៏ធ្វើដូចគ្នាអញ្ចឹងប្រាប់បងប្អូនថាខ្ញុំក៏ធ្វើដូចគ្នាប្រភេទវីដេអូយើងជិះម៉ូតូជិះអីហ្នឹងថតតាមផ្លូវហ្នឹងហើយប្រភេទវីដេអូផ្សេងទៀតឧទាហរណ៍ថាយើងបច្ចុប្បន្នហ្នឹងនៅក្នុងស្រុកខ្មែររបស់យើងគឺគេពេញនិយមមែនតើប្រភេទ content ធ្វើវីដេអូនិទានរឿងខ្មោចនិទានអីហ្នឹងអញ្ចឹងទាំងអស់ហ្នឹងវាដូចជាអត់ចាំបាច់អីទេសំខាន់ទូរស័ព្ទរបស់យើងថតសំឡេងបានហើយយើងយកកាត់តនៅក្នុងកម្មវិធីណាមួយក៏បានដែរឲ្យតែបងប្អូនអាចធ្វើទៅបានណាអញ្ចឹងនេះគឺជាការសំចៃមួយសម្រាប់ក្នុងការចាប់ផ្ដើម
ដូចខ្ញុំបញ្ជាក់ចឹងថាបងប្អូនកុំតន់គិតថាវាគឺជាគឺជាការចាប់ផ្ដើមរកលុយបងប្អូនអាចគិតថាវាជាការរៀនសូត្រជាការអភិវឌ្ឍខ្លួនចាំ4-5ឆ្នាំទៀតចាំរកខ្ញុំគិតថាគូមិនខាតពេលដែរជាក់ស្ដែងខ្ញុំក៏យូរដែរបងប្អូនដោយសារតែកត្តាជីវភាពដោយសាររឿងអីក្នុងគ្រួសារផ្សេងៗចឹងណាដែលធ្វើឲ្យបណ្ដាលឲ្យវាអូសបន្លាយពេលវែងហើយបើយើងគិតថាវាជាការរៀនសូត្រមួយនោះយើងនឹងធ្វើវាដោយអត់សូវមានសម្ពាធណាទោះបីថាមានអ្នកមើលតិចឬអ្នកមើលច្រើនអ្វីដែលសំខាន់យើងមើលថាតើយើងផលិតវីដេអូពីមួយថ្ងៃទៅមួយថ្ងៃបានល្អអត់ខ្ញុំជឿជាក់ថាការដែលបង្កើតវីដេអូដំបូងការនិយាយដំបូងវាមិនអាចធ្វើឲ្យយើងខ្លួនឯងពេញចិត្តទេសឹងថាពេលខ្លះមិនមែនពេលខ្លះទេសឹងតែគ្រប់គ្នាពេលខ្លះពេលដំបូងហ្នឹងមិនសឹងតែហ៊ានស្ដាប់សំឡេងខ្លួនឯងផងថាដូចឆ្គងតែបងប្អូនចាំយកពាក្យខ្ញុំទៅគិតមួយថាដំបូងវាអញ្ចឹងហើយយើងអាចខ្វល់ថាអ្នកស្ដាប់អ្នកមើលវីដេអូយើងគឺគេថាសំឡេងយើងមិនកើតអីចឹងប៉ុន្តែដោយសារតែពួកគាត់អត់ទាន់ស៊ាំជាមួយនឹងសំឡេងរបស់យើងទេដូចខ្ញុំអញ្ចឹងខ្ញុំថ្មីខ្ញុំផលិតវីដេអូនេះពេលកន្លងមកខ្ញុំអត់សូវនិយាយទេប៉ុន្តែខ្ញុំចង់ធ្វើវីដេអូនឹងchannel នេះមួយទៅគ្រាន់ជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនខ្លះទៅកាន់បងប្អូនដែលចាប់ផ្ដើមថ្មីក៏ដូចជាបងប្អូនដែលថាបាក់ទឹកចិត្តអីចឹងធ្លាប់ធ្វើដែរតែបោះបង់អីចឹងណាហើយណាមួយចង់ធ្វើជាវីដេអូដូចថាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងកាលទៅ5ឆ្នាំឬក៏ពេលខាងមុខអីចឹងទៅភ្លេចខ្លួនវាពេលវេលានឹងមកដល់អញ្ចឹងអ្វីដែលខ្ញុំចេះពីពេលមុនខ្ញុំក៏ភ្លេចអស់ហើយបើសិនជាពេលនេះអ្វីដែលខ្ញុំដឹងបើខ្ញុំមិនចែកម្លែកទេគឺវាទៅបាត់ដូចគ្នាពីព្រោះថាបច្ចេកវិទ្យាផ្សេងវាមានការអភិវឌ្ឍអីទៅរហូតដូចជា YouTube អាប់ដេតរហូតចឹងណាកាលពី2016ចុះក្រោមដូចថាមិនបាច់ចាំបាច់ 4000 ម៉ោង 1000 Subscribe ទេគឺថាធ្វើតាមមួយថ្ងៃអីហ្នឹង2ថ្ងៃអីហ្នឹងដូចថាស្នើសុំភ្ជាប់ការលុយហ្នឹងគឺបានហើយគឺវាងាយស្រួលមែនតើកាលពីពេលហ្នឹងវាអត់សាំញ៉ាំ1000 Subscribe 4000 ម៉ោងអីទេឥឡូវបងប្អូនពិចារណាមើលខ្លួនឯងថាតើបងប្អូនចាត់ទុកថាជាការរៀនសូត្រដែរអត់ឬក៏ចង់វឹបឡើងគឺចង់បានលុយតែម្ដងមួយទៀតខ្ញុំចង់ឲ្យបងប្អូនគិតពិចារណាមើលថាកន្លែងនេះថាបើសិនជាយើងធ្វើវីដេអូយើងអាចថាខ្ញុំអត់ដឹងថាបងប្អូនធ្វើវីដេអូ original ឬក៏កាប់ដាវទេប៉ុន្តែបងប្អូនធ្វើមួយណាជាជំរើសរបស់បងប្អូនប៉ុន្តែខ្ញុំគ្រាន់តែមានឲ្យជាយោបល់មួយថាបើសិនបងប្អូនធ្វើកាប់ដាវក៏ធ្វើចុះប៉ុន្តែឆ្លៀតធ្វើ original មួយខ្លួនឯងទៅហើយបើសិនជាបងប្អូនធ្វើ original ហើយក៏ប្រឹងប្រែងបន្តទៀតចឹងណាដូចខ្ញុំចឹងខ្ញុំពីមុនមកខ្ញុំអត់ដែលធ្វើវីដេអូ original ភាគច្រើនគឺខ្ញុំអត់សូវធ្វើវីដេអូ original ទេខ្ញុំយកតែវីដេអូគេអញ្ចឹងជាក់ស្ដែងដាច់ channel ទៅអីទៅជាបន្តរហូតដល់សរុបឥឡូវ2013រហូតដល់ឥឡូវគឺអត់មាន channel original ជាធំដុំអីមួយទេអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំពេលវេលាខ្ញុំអស់ទៅទៀតខ្ញុំក៏សម្រេចចិត្តថាបង្កើតវីដេអូនឹងchannel នឹងមួយប៉ុន្តែ channel នេះខ្ញុំក៏ធ្លាប់បានធ្វើកាលពី2020ដែរប៉ុន្តែវាក៏ចោលទៅវិញចឹងណានិយាយទៅដូចរៀងទៅមុខទៅក្រោយបងប្អូនឥឡូវនៅតែចុងក្រោយចង់បញ្ជាក់បងប្អូនថាមានសម្ភារៈគ្រប់វាទំនើបមិនប្រកាសថាបងប្អូនអាចបង្កើតវីដេអូបានទេប៉ុន្តែបើសិនតែយើងមានគំនិតទោះបីជាមានទូរស័ព្ទតែមួយក៏យើងអាចបង្កើតវីដេអូរាប់រយរាប់ពាន់ដែរហើយអ្នកមើលនៅក្នុង YouTube ភាគច្រើនមិនទេដូចថាអ្នកមើលនៅក្នុង YouTube វីដេអូគេមិនមែនថាមើលចាំត 4K រូបភាពច្បាស់បាត់គេមើលសំឡេងដែលដូច studio បានគេស្ដាប់ទេវាអ្វីដែលសំខាន់គឺប្រធានបទនៅក្នុងវីដេអូថាតើជាវីដេអូដែលធ្វើឲ្យគេចូលចិត្តដែរអត់តើវាមានប្រយោជន៍ដល់គេអត់
អញ្ចឹងបើមានប្រយោជន៍គេនឹងស្ដាប់ពេលខ្លះគេស្ដាប់ទាំងអត់មើលរូបភាពផងហ្នឹងអញ្ចឹងតើបើបើអត់រូបភាពគេនៅតែមើលបានណាអញ្ចឹងយើងអាចឆ្លៀតធ្វើប្រភេទវីដេអូដែលអត់រូបភាពមួយមើលដូចជា podcast អញ្ចឹងដូចជាគ្មានអីទេសំខាន់ផ្ដោតទៅលើការស្ដាប់សួរថាតើអ្នកណាជាអ្នកស្ដាប់ខ្ញុំគិតថាមនុស្សជាច្រើនដូចថាមិនទាំងអស់ទេប៉ុន្តែមានមួយក្រុមនោះដែលចូលចិត្តស្ដាប់ជាពិសេសអ្នកធ្វើការបដាគឺស្ដាប់បដាបើកបរបដាគឺស្ដាប់បដាជាការកំសាន្តមួយផងដូចជាការស្វែងយល់ដូចជាស្វែងរកចំណេះដឹងថ្មីដើម្បីបំពេញបន្ថែមនៅចំណុចខ្វះខាតឬក៏ស្វែងរកកលឹះមួយដើម្បីយកមកកែច្នៃដើម្បីជាប្រយោជន៍ខ្លួនឯងនៅពេលខាងមុខអីចឹងណាហ្នឹងហើយបងប្អូនដូចជាវែងឆ្ងាយអត់មាន script អញ្ចឹងនិយាយអាចនឹងវល់ប៉ុន្តែចង់បញ្ជាក់បងប្អូនថាវារបស់ទាំងអស់ហ្នឹងគឺអត់សំខាន់ដូចអ្វីដែលបងប្អូនមានទេមាននោះគឺអីគឺគំនិតក្នុងការបង្កើតវីដេអូបើសិនជាបងប្អូនរកគំនិតរកប្រភេទវីដេអូដែលបងប្អូនបង្កើតឃើញហើយអានឹងហើយគឺជាស្ដាច់បងប្អូនគឺជាស្ដាច់មិនបាច់មានរូបភាពទេមានតែសំឡេងក៏អាចរកលុយបានដែរអូខេចាំជួបគ្នានៅវីដេអូក្រោយទៀតហើយវីដេអូមួយនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយហើយបើពេញចិត្តកុំភ្លេចមកមើលវីដេអូនៅ channel ខ្ញុំអាមុនផងហើយក៏បើដូចថាវីដេអូនេះឧទាហរណ៍ទៅពេលខាងមុខទៅចេញយូរកុំភ្លេចចូលមើលវីដេអូថ្មីផងបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត